ជារៀងរាល់ឆ្នាំមុនចូលឆ្នាំប្រពៃណីចិនវៀតណាមចូលមកដល់កូនខ្មែរជាប់ខ្សែស្រឡាយចិនវៀតណាមដែលមានឆ្នាំឆុងនៅឆ្នាំថ្មីបាននាំគ្នាយកសាច់ជ្រូក3ជាន់ជាហឺពងទាឬពងវ័នយកទៅថ្វាយមាត់ខ្លាសដែលស្ថិតនៅលើកំពូលវត្តភ្នំចាប់តាំងពីព្រលឹមរហូតដល់ព្រលប់បើតាមការបកស្រាយពីលោកតាឡាដែលជាអ្នករៀបចំដង្វាយខ្លាសបានលើកឡើងថាជារៀងរាល់ឆ្នាំមុនចូលឆ្នាំចិនកូនខ្មែរជាប់ខ្សែស្រឡាយចិននិងវៀតណាមគេតែងនាំគ្នាយកដង្វាយមានដូចជាសាច់ជ្រូក3ជាន់ជាហឺពងទាមកថ្វាយស្ដេចខ្លាសដោយពួកគេមានជំនឿថាការយកដង្វាយមកថ្វាយហើយនោះស្ដេចខ្លាសនឹងកាត់សយកាត់ឆុងទាំងឡាយចេញពីខ្លួនលោកតាឡាបន្តថាសម្រាប់ឆ្នាំនេះឆ្នាំដែលឆុងមានឆ្នាំថោះឆុង 100% មមី 50% រកាជាន់ឆ្នាំឆ្លូវនិងឆ្នាំចឆុងតាមផ្លូវពាក់ព័ន្ធនឹងវិធីសែនកាត់សយនេះដែរលោកលងអាជីវករលក់គ្រឿងសែនមួយរូបនៅតាមបណ្ដោយផ្លូវសម្ដេចប៉ានបានប្រាប់ថាឥឡូវនេះមានយ័ន្តថ្មីមួយប្រភេទដែលគេតម្រង់ជួលទិញនៅប្រទេសចិនដោយអ្នកដែលមានឆ្នាំឆុងគឺគ្រាន់តែទិញក្រដាសនោះទៅសែនកងម៉ាជំនាញផ្ទះនោះនឹងកាត់សយកាត់ឆុងទាំងឡាយចេញពីខ្លួនជាមិនខានយ័ន្តយើងមានព្រោះយ័ន្តហ្នឹងក៏អត់មានច្រើនណាដល់អត់ដឹងធ្វើមិនបានទៀតទេព្រោះតែតម្រង់ជួលគ្នាទិញនៅស្រុកចិនហ្នឹងសែននៅជំនាញផ្ទះសែនបន់ស្រន់អីអញ្ចឹងហើយបានអស់ធូបយកទៅដុតស្រោចស្រែស្រោចទឹកតែអីចឹងទៅនឹងអ្នកណាអ្នកឆុងអ្នកនឹងអ្នកសែនបន់ហើយនឹងយកទៅដុតខ្លួនឯងហើយដុតបាផ្ទះខ្លួនឯងទៀតអត់អាចយកទៅវិហារទៅវត្តអីនេះ